ធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកំពុងពិចារណាក្នុងការបញ្ជូនមីស៊ីរយៈចម្ងាយឆ្ងាយប្រភេទ Tomahawk ទៅកាន់អ៊ុយក្រែនដែលលោកនិយាយថាកម្មជ្រួយនេះនឹងផ្ដល់នូវជំហានថ្មីមួយទៀតប្រឆាំងការឈ្លានពានពីរុស្ស៊ីកាសែត BBC បានរាយការណ៍កាលពីថ្ងៃច័ន្ទក្នុងដំណើររបស់លោកដូណាល់ត្រាំនៅលើយន្តហោះ Air Force One លោកត្រាំបានឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលលើកឡើងថាតើលោកប្រធានាធិបតីនឹងបញ្ជូនមីស៊ីលប្រភេទ Tomahawk ទៅកាន់អ៊ុយក្រែនពិតមែនឬយ៉ាងណាចំពោះលោកត្រាំបានឆ្លើយដោយខ្លីថាយើងនឹងឃើញវាហើយខ្ញុំអាចធ្វើរឿងនេះបានកាសែតបានរាយការណ៍ថានៅបន្ទាប់ពីហៅទូរស័ព្ទលើកទី2នៅចុងសប្តាហ៍រវាងលោកត្រាំនិងប្រធានាធិបតីអ៊ុយក្រែនលោកសេឡិនស្គីបានព្រមព្រៀងគ្នាជំរុញក្នុងការបង្កើនសមត្ថភាពយោធាឲ្យកាន់តែខ្លាំងជាងមុនប្រសិនបើមានការវាយប្រហារណាមួយកើតឡើងប្រឆាំងនឹងប្រទេសរុស្ស៊ីបើទោះជាបែបណាទីក្រុងមូស្គូពីមុនបានប្រមានទីក្រុងវ៉ាស៊ីនតោនម្ដងរួចហើយដែរប្រសិនបើរដ្ឋការលោកត្រាំហ៊ានផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ទីក្រុងគីវដោយនិយាយថាបញ្ហានេះនឹងរុញឲ្យមានចំនួនកាន់តែមានភាពតានតឹងកើនឡើងទ្វេដងក្រៅពីនេះរវាងរុស្ស៊ីនិងអាមេរិកកាន់តែមើលមុខគ្នាឡើងត្រូវកំជ្រួយ Tomahawk នេះអាចមានសមត្ថភាពបាញ់បានក្នុងរយៈចម្ងាយ 2500 គីឡូម៉ែត្រពីដែនដីអ៊ុយក្រែនហើយឥទ្ធិពលនេះនឹងធ្វើឲ្យទីក្រុងមូស្គូត្រូវរង្គោះរង្គើនឹងខ្ទេចខ្ទាំបានការថ្លែងបែបនេះរបស់លោកត្រាំទៅកាន់អ្នកសារព័ត៌មានអំឡុងពេលដែលលោកធ្វើដំណើរតាមយន្តហោះក្នុងដំណើរនៃការបំពេញទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីស្រាអែលលោកដូណាល់ត្រាំបានផ្ដាំទៅទីក្រុងមូស្គូវិញថាប្រកាសណាស់មីស៊ីលដែលអាចប្រើបានរយៈចម្ងាយឆ្ងាយនេះនឹងត្រូវបញ្ជូនទៅអ៊ុយក្រែនតាមសំណើរបស់ទីក្រុងគីវហើយបើរឿងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែមិនអាចរកច្រកចាញ់បានទេកំជ្រួយប្រភេទនេះជាមិនផុតនឹងត្រូវបញ្ជូននោះឡើយដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈមដាក់គ្នានេះហើយការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនលើកនេះគឺជាការឆ្លើយតបពីទីក្រុងគីវដែលបានស្នើសុំជំនួយប្រភេទកំជ្រួយរយៈចម្ងាយឆ្ងាយនេះជាច្រើនដងណាស់មកហើយដែរទីក្រុងនានារបស់អ៊ុយក្រែនរួមទាំងទីក្រុងគៀវផងត្រូវទទួលរងនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីក្នុងកម្រិតធ្ងន់ធ្ងរម្ដងហើយម្ដងទៀតតាមរយៈយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរុស្ស៊ីបានផ្ដោតជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដែលបណ្ដាលឲ្យចរន្តអគ្គិសនីត្រូវកាត់ផ្ដាច់ជាបន្តបន្ទាប់កាលពីខែកញ្ញាកាសែត Fox News បានស្រង់សម្ដីរបស់បេសកជនពិសេសរបស់លោកត្រាំប្រចាំប្រទេសអ៊ុយក្រែនគឺលោកគៀតគីឡុកបានស្នើលោកត្រាំអនុញ្ញាតឲ្យបើកការវាយប្រហារចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ីប្រឆាំងការឈ្លានពានមកលើអ៊ុយក្រែនក៏ប៉ុន្តែបន្តពេលនេះចម្លើយនេះនៅមិនទាន់មាននៅឡើយទេជុំវិញចំនួននេះរុស្ស៊ីបានចាប់ផ្ដើមលុកលុយពេញលេញរបស់ខ្លួនលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ2022ដែលបង្ខំឲ្យអាមេរិកពិចារណាក្នុងការតបតវិញដោយកំជ្រួយរយៈចម្ងាយឆ្ងាយនេះតាមសំណើពីអ៊ុយក្រែនក៏ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីខែមុនថាមិនថាវាជាប្រភេទកំជ្រួយ Tomahawk ឬមីស៊ីលអ្វីផ្សេងឡើយទាំងនេះសុទ្ធតែមិនអាចផ្លាស់ប្ដូរជំហររបស់ទីក្រុងមូស្គូបានជាដាច់ខាត